ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនដែលនិយមតាមដានលើเพจពីទូ MC Admin ទូងើជាទីស្រឡាញ់នៅក្នុងថ្ងៃនេះគឺខ្ញុំបានធ្វើដំណើរមកដល់ទឹកដីនៃឃុំមានជ័យបងប្អូននៅក្នុងជំរំនេះគេហៅថាជំរំត្រកូលពុះវែកដែលស្ថិតនៅនឹងភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមហើយបងប្អូនរាល់ការផលិតវីដេអូរបស់ខ្ញុំតែងតែលើកឡើងអំពីជីវៈប្រវត្តិរបស់ទូកហើយនៅក្នុងថ្ងៃនេះក៏មិនខុសគ្នាដែរខ្ញុំមកជួបបងប្រុសនិងសម្រាយនៅសាច់រឿងឲ្យបងប្អូនបានដឹងថាតើរឿងរ៉ាវដំណើរដើមទងនៃឈ្មោះទូកងើពុះវែកនេះបានកកើតតាំងពីពេលណាមកយើងមកជួបជាមួយនឹងបងប្រុសទាំងអស់គ្នាបាទមានសួរបងបាទបងប្រុសមានឈ្មោះអីដែរបាទខ្ញុំឈ្មោះម៉ូសារ៉ានបងជាអ្នកនៅទីនេះបាទជាអ្នកនៅក្នុងភូមិវាឃុំមានជ័យស្រុកស្រីទៅខេត្តកំពង់ចាមនោះបងបាទបងអូនមកនេះគឺអត់បានជួបជាមួយនឹងចាស់ទុំទេបាទតែជួបតែបងប្រុសតើបងអាចដំណើរនៃសាច់រឿងខ្លះពាក់ព័ន្ធទៅនឹងឈ្មោះពុះវែកមានជ័យនេះជូនបងប្អូនទស្សនិកជនយើងដែលកំពុងទស្សនាបានទេបងបានតែបងប៉ុន្តែខ្ញុំអាចនិយាយបានដោយខ្ញុំចេះតែលើដំណើរតាមចាស់ហ្នឹងណាបែរគាត់ដំណើរមកពីយូរហើយខ្ញុំកើតមកចូលមកអាយុខ្ញុំនេះវា35ឆ្នាំណាតែតាំងពីខ្ញុំកើតមកគឺឃើញទុកពុះវែកហ្នឹងក៏កើតមកហើយបាទតាំងពីដំណើរដើមតើមកគាត់ចាស់គាត់ដំណើរមកគាត់ថាទុកនឹងការដែលធ្វើទុកហ្នឹងគឺទិញឈើពីស្រុកលើមកយកមកធ្វើទុកហ្នឹងហើយមានពុះអាហ្នឹងដំណើររបស់គាត់ទេណាបាទច្បាស់មិនច្បាស់នោះគឺខ្ញុំអត់ហ៊ាននិយាយទេហ្នឹងខ្ញុំឮតាមគាត់តដែរទេបាទហើយមានពុះវែកនៅទុកហ្នឹងបាទហើយក៏គាត់ធ្វើពិធីធ្វើទុកហ្នឹងណាបាទធ្វើទុកហ្នឹងមែនហើយធ្វើហើយដល់ថ្ងៃទុកដែលត្រូវតម្លាក់ធ្វើអីចឹងពោះហ្នឹងមកនៅទៀតអញ្ចឹងបានគាត់សម្រេចចិត្តដាក់ថាឲ្យទុកនេះគឺទុកសាមគ្គីរបស់ភូមិពីដើមឈ្មោះពោះវែកសាមគ្គីមានជ័យបាទទុកហ្នឹងបាទហើយនឹងខ្ញុំឮតាមចាស់អត់ទេព្រោះខ្ញុំកើតមកគឺឃើញទុកនឹងត្មងហើយបាទវា30ឆ្នាំជាងអីតាំងឃើញពីកកើតមកយូរហើយព្រោះខ្ញុំកើតឆ្នាំ1990បាទឥឡូវមក2026ខ្ញុំដឹងតែប៉ុណ្្នឹងទេបើផ្សេងទៀតតសួរចាស់ពីចំនួនមុនខ្ញុំចេះស្ដាប់ទៅចេះយកចិត្តទុកដាក់ណាជារឿងពិតពីដើមមកអញ្ចឹងគាត់ចេះនិយាយតទៀតគ្នាមកអានេះខ្ញុំថាប្រហែលជារឿងពិតដែរបាទគាត់និយាយអូបាទបងប្អូនមកដល់កៅឆាយពឺសវលហ្មងបងប្អូនពេលដែលយើងស្ដាប់រឿងរ៉ាវនឹងមកគឺប្លែកមែនទែនតែបងប្អូនទស្សនិកជនខ្ញុំជឿថាទទួលបានអារម្មណ៍ប្លែកតែចំណែកខ្ញុំគឺខ្ញុំធ្លាប់មានបទពិសោធន៍ជាច្រើនខ្ញុំដើរសុភាណាបងណាមានទូខ្លះតួយ៉ាងដោយខាងមហាទុនសាយខ្ញុំសួរដល់មូលហេតុទេបានដាក់ឈ្មោះទុនសាយផ្លោះហ្នឹងគាត់ថាដោយសារមានអភិនិហាមួយឃើញសัตว์ទុនសាយផ្លោះមកអីចឹងដោយឡែកមកពុះវែកមានជ័យបងប្អូនបាទពុះវែកមានជ័យនេះបើយើងគិតទល់បច្ចុប្បន្នមានបងប្អូនខ្លះគាត់អត់សូវចាប់អារម្មណ៍ដោយសារអីបើយើងនិយាយមកទល់បច្ចុប្បន្នគេហៅថាប្រជាប្រិយភាពរៀងថយចុះដោយសារតែអត់ដូចជំនាន់មុនទេណាតែបើជំនាន់ពីយើងមិនបាច់និយាយពីសង្គមអីច្រើនមកវែងឆ្ងាយនិយាយតែត្រឹមបែកសម័យបល័យពូជសាសន៍ពុះវែកក៏នៅកំពុងពេញល្បីតែខ្ញុំទៅសើមួយជាងគេបងប្អូនពុះវែកមានជ័យនេះគឺខ្ញុំចំណាំថាឈ្នះចាញ់ក៏ដោយទៅតាណាក៏លឺតែឈ្មោះពុះវែកមានជ័យបាទត្រឡប់ងាកមកសាច់រឿងយើងវិញបងគាត់លើកឡើងថាដំណើរនៃការធ្វើហ្នឹងគឺឈើធ្វើទូកហ្នឹងទិញពីស្រុកលើមកទេបាទទិញពីស្រុកលើមកតាមចាស់បាទហើយពោះហ្នឹងដោយតាមទូកមកនឹងមកជាមួយឥឡូវចេះបងមិញហ្នឹងវាហាក់ដូចជាបងប្អូនយើងស្ដាប់ទៅខ្លីពេកណោះព្រោះអត់ទាន់ច្បាស់ថាឲ្យវាលំអិតណាអញ្ចេះតបិតតបងស្ដាប់បានពីចាស់មកមែនបាទបងបាទអំណាងហ្នឹងវាមិនមែនជាការពិតដែលបងបានឃើញតបណែតមែនតែធម្មតាតំបន់មួយភូមិមួយស្រុកមួយខេត្តមួយប្រទេសមួយគឺតែងតែមានប្រវត្តិសាស្ត្របាទតែងតែមានអញ្ចឹងខ្ញុំជឿជាក់ថាបងក៏និយាយតាមចាស់ហ្នឹងក៏ជាដំណើរនៃប្រវត្តិសាស្ត្រនៃប្រវត្តិរឿងរ៉ាវរបស់ទូកពុះវែកមានជ័យហ្នឹងទេបាទបងបាទអញ្ចឹងមុននឹងយើងសួរសំណួរវគ្គបន្តខ្ញុំចង់ឲ្យបងលំអិតសារថ្មីអារឿងសាច់រឿងដូចថាតើចាស់ហ្នឹងគាត់ទៅដឹកឈើមកនឹងយកមករបៀបមិនជួបឧបសគ្គបែបណាខ្លះហើយតើជួបនៅរឿងរ៉ាវពុះនឹងយ៉ាងម៉េចហើយមកដល់សាច់រឿងតម្រាំថាសម្រាប់តែដាក់ពុះវែកមានជ័យនោះតើវាមានអភិនិហាអីខ្លះនៅក្នុងវត្តរបស់យើងនេះអានេះខ្ញុំមិនសូវជាដឹងច្បាស់ដែរព្រោះការនោះខ្ញុំកើតមិនទាន់អញ្ចឹងណាបាទព្រោះគាត់ការដឹកឈើការដែលយកសម្ភារៈមកកសាងទុកនេះគាត់ថាមានផលលំបាកហ្នឹងខ្ញុំឮតាមគាត់ខ្ញុំចង់ចាំហ្មងបាទអូកាត់ព្រៃកាត់វាមកដល់ទុកនៅមុខភូមិកំពង់នៅសាលាចូលទៀនហ្នឹងលោកតាតនគាត់តែគាត់បានគាត់មកទូមត្តភាពទៅយូរហើយប៉ុន្តែគាត់ចងចាំរឿងហ្នឹងខ្ញុំចាំពីគាត់ហើយនឹងតាដែលនៅក្នុងភូមិវាហ្នឹងគឺគាត់ប
tầm na mơ rương nâng chân là hột ta tục đi co sang cao máu mình men chạy ta đã mua tê còn khơi phù vậy hay vì muốn ăn bàn thì tục nắng nè bà vì muốn ăn bàn thì cùng mà cùng ấy cứ ăn bàn thì cứ chư đây mà đòn bà mình chưa chành còn ta oi thuốc đã chết bàn chìa bà hay đã lấy con trai từng o nó không phù viên nó tay ta cờ rụp mua nâng sắp bay ta đâu có ăn bàn này bỏng đo bàn bà đâu ăn bàn thì bà bà cả muốn đã thì riết những con bàn để chơi bà nó là tam cứ chứ bà mỏng bà cứ mua bất cứ phù với sao mà kỳ mình chơi bà năng phù mua đào từ mó phù với miền chảy bà mua tập văn năng pịa thì vì vọt mất pra chỉ phơi cá chỉ chân trái từ phù với miền bà phù với miền chảy bà và thái em gọt bàn bà phù với sam kỳ miền chảy cái cha thái mà phút bộ sắt nó cái chui chỉ lôi trắng á bà còn tái cứ tụ phù với miền chảy thì mỏng bà cứ mua đào vấn đề bây giờ tam đầm na rồi bỏ cha rùm xóm nâng phò tang xem để cha quạt lược và cungใน sạch đường màu nâng cứ bật vào cót thang bà cứ bật còn bà cứ anh nâng admin phơ admin it bàn tay khi nhom chị không mấy chừng non khơi trong cao mình toàn thuế bất bàn tay trong đập vì cọt dày tay bà trong đầm na tam cọt cái thà cứ trong mò dụ sam năm đấy có tay này dây phía nâng từ đài tay chẳng và hai chỉ đường quật này cọt ô túc bị sốc lơ màu do mà thử làm bay co cao chỉ túc ông nó cam thi nia nia hay cả nó thơ phim bấy nó bá nha túc nâng hay ô máu cứ miền pù mền pù vậy mền tên à bỏng men phù vậy lên thì con phải cho phù vậy mình tên tỏ xong ôi thúc bàn con về tránh bàn tục nó thơ cả thơ húi mà nơi quỳnh tiệt bà bây giờ chơi máu mà tam chơi được mong bà tục nó cứ màu tam phù nó màu tam chơi được mong mình tên nó mong nó mình tên màu tam chơi bà màu tam chơi được màu tam chơi đám bay ao chiêng nó còn ai thưa bán kịch phật pika pay khai để sai dương khơi phù nướng đột thúc xong đấy xong láng tung tranh phù tranh bà này tao bắt đằng tây na thế đại đập thưa hai cứ mà tung tiền chẳng bà nơi lơ tục nâng ao tập tranh ông cứ miền hụt trở lại phù rồi cứ đặt nơi nâng tầng ở bà cứ hụt trở lại ba này mất nhà bà tao tận đại ban ca và lon một chén đang tránh cứ con đang là tơ bài lục ta nên con chơi tơ bài rồi chẳng bờ dương tờ lọp thôi khỏi tờ win tích bờ dương dèm phía đất cá bờ tam vây cha đại bông vậy thà pe khai tới cọt bờ cụ cha tới cá khai cô lục sốt tư cha khai cô tô mô nặng cá cọt tới chẳng bờ dương bầu chia dụ pu vây miền tây cầm nát mó ní chớ nữa nó bò nó dụ ơi chớ nó bờ pi chân nón pi bờ sang pi chân nón về học chất sắp nam mày nhưng bây giờ nó được nhóm sam chiêng này nữa chẳng phục nhóm tiền nó phục nhóm sai chiêng nhóm sam chiêng về chặt sắp bà này nó hồi nơi ta trong tiền là với vú ấy chẳng với tầm nào chiêng mà rồi ta mưa vậy nhưng vậy là bạn cam tha vì dương ai chặt tha châu dụ ca chở nữa nó ba dụ ca chở nữa chẳng sờ rộp chi ruộng máu bơ sinh chi nơi bị cởi non dương nắng cứ tụp đại bông này gì mấy nắng bẹ pon tha phi này ha pu nắng nơi bị cởi non dương nắng miên nơi so tắc tàng này pu tụp nắng miên nơi so này tụp lúc này tụp con nơi tụp nó chả phải đảo nữa bà này bây giờ bà này khang đấy cho non tham mày cho non cha mà cha mà tọp nổ bạn là tụp đem miên phi này ha nắng tụp mùi nè tụp phi này ha nắng tụp nắng mỏng bà tụp hàng nó đó bà phải chạm ở camera dương trong càng nghi dương cho chạm tịt đó bạn là bông mùi đúng rồi mưa bên trong phi nhã bông trong đấy phu bài về bên té nữa bà tao lót chi ruộng mà mình đó rương ráo dương tu ba nói bông ổn tại đôi bông còn lược lại giống tha cọt nị tiến to tam pi chặt còn vô rương phật mòn giấy rương mùi còn mình phật mòn giấy bông còn là nị tiền tam còn tại nó không phun ní chi tu tới cái ban lưới chẳng dương tha rương ní mình men chỉ rương tai phải chân phải trôi thế vì cứ tha chỉ rương phật đó hay tao lót mà mình bông bờ pẹ pon nâng ca bờ cụt tại chơi ra đi ra bọt rồi bọt bom ôn nè phun viên nè quạt trôi chất sờ bay chỉ bị xét không ca trôi room không phải đi bị thi bon ông tu mà đố nè ta phụ quạt chụp pho lồng ba ấy khai pe tư hai ta pe tư nâng không niêm chỉ nè group grông nhìn thà cái lá cốp sền cho dương nè group grông nâng dương cực tham miên pho lồng ba đấy đai cho nó quạt cây cốc thấy to từ lui chở ban tư lui tịch ban tư rư có thái ở đây quạt sam một kỳ khi số đai số chương pe khác thạ với ca mình sẽ cực đấy time thằng overtime chụp tiết ta sạch rương nâng vì mạch đá bọn vì bỏ bát đứa môi cổ vì thru đây thì nhom lược lại nâng vì mạch vì lấy mơ mà cho non nâng cứ hiện của bạn đây đời xa cho nó mấy giờ bà nhom nâng còn mình toàn phát đau đau từ lửa tụ kháng nghề bắt đôi cha bị đau đôi cho nó phục nhom cho ta nhom tê còn cả nông lư thà pu vậy
còn là tung scale cứ chỉ nó mà đo cái lạnh hồn tung rồi bà và lấy đại xa không mấy con chọt phía cách càng nghe với con toàn nát kia tây hai bàn ở đôi môn đề và tái tôi lấy cái nào cứ lên cứ từ lên sờ bãi nè khang phùng viên đó cho từ lên nông bậc cam bị thi niên na cứ mình đai miền Pành ha chấm môi cái tề cứ nè cái đó tranh cái đó cô phù với sờ bãi chất ốp on nông cam bị thi bòn triệt tầng mù này mình bậc căn mình bậc cái tua ọt clean miền si hơi mình miền aiจะ đom ធំ ណា គាត់ ជួយ ទេ អត់ ទេ គឺ អត់ មាន ទេ មាន តែ សប្បុរសជន នៅ ក្នុង ភូមិ ដែល ជា គាត់ អ្នក មាន អ្នក អី ចឹង គាត់ ជួយ ឧបត្ថម្ភ ដែល គាត់ ខ្លះ មាន បងប្អូន ទៅ នៅ ពេញ នេះ អី ចឹង គាត់ មាន ក៏ ឧបត្ថម្ភ ជា ទឹក ជា ជ្រូក ជា ម្ហូប អាហារ ហ្នឹង មាន ប៉ុន្តែ បើ ឲ្យ សិន ជា ឈរ ជើង ជា ឯកឧត្តម ម្នាក់ ដែល មួយ អត់ មាន ទេ បាទ ខ្វះ ខាត ណា ទុក នេះ យល់ យើង ស្ដាប់ មក ចង់ និយាយ ថា មិន មែន ថា មិន មាន ឯកឧត្តម មិន មាន លោក ជំទាវ ណា គាត់ ឧបត្ថម្ភ ទេ មាន តែ គាត់ ឧបត្ថម្ភ តាម ទឹក ចិត្ត តាម ទឹក ចិត្ត បាទ ហើយ ខ្វះ ប្រមាណ ទៀត បងប្អូន ប្រជាជន ក្នុង ភូមិ នំស្រុក ហ្នឹង បាទ ចូល រួម នេះ ឧបត្ថម្ភ ដោយ ដែល ខ្ញុំ លើក ឡើង ពី ដំបូង បាទ អញ្ចឹង បើ សរុប មក វា អត់ មាន ផល លំបាក អី ទេ ណា គ្រាន់ ថា ទាមទារ ឲ្យ មាន ភាព សាមគ្គី ឲ្យ ខ្លាំង ជាង មុន ឲ្យ វិល ត្រឡប់ អា ភាព សាមគ្គី ហ្នឹង ឲ្យ ទៅ ដូច ចាស់ ពី ដើម បាទ ត្រឡប់ ជា រួម មក មួយ ទៀត ខ្ញុំ ចង់ សួរ បន្តិច ទៀត ពី ចំណាប់ អារម្មណ៍ បង ក្នុង នាម បង ជា អ្នក ស្រុក ហ្នឹង បាទ ឃើញ ទូក សិត តែ ចាស់ បាទ ដែល មាន ចិត្ត ចង់ បាន ទូក ថ្មី គេ ដែរ អូ បើ សម្រាប់ ខ្ញុំ ចង់ បាន ណា ទូក ថ្មី បាទ បាទ ចង់ បាន ណា បើ សិន ជា មាន លោក អាដាម លោក អុកញ៉ាណា មាន ចិត្ត សន្តោស មេត្តា ជួយ ជាវ ជា ទូក ថ្មី មក ឲ្យ ខាង វត្ត មង្គលជ័យ នេះ គឺ អ្នក ភូមិ សប្បាយ ចិត្ត អអាណ័យកັບផ្កាយ នេះ ទូក ចាស់ ទុំ ចេះ តែ ជាវ ពី នេះ ពី នោះ មក អស់ គ្រាន់ អុំ លេង ទេ អត់ ទាន់ មាន ថ្មី ទេ ព្រោះ ឥឡូវ ឃើញ ទូក គេ ថ្មី ច្រើន ណា បាទ គាត់ មាន អ្នក ឧបត្ថម្ភ អញ្ចឹង ខាង នេះ គឺ ខ្វះ ខ្សត់ ខ្សោយ គឺ លំបាក មែនទែន តែ មុំ តែ បាន ទូក មក គ្រឿង ប្រើប្រាស់ គឺ រៃ អង្គាស ពី ចំណុះ បាទ គ្រប់ គ្នា ចុះ បើ ខ្ញុំ ប្រាប់ តែ ចេះ បើ ថា ខ្ញុំ ជួយ ទូក មួយ យក ដែរ ខ្ញុំ យក បង បាទ ប៉ុន្តែ ឲ្យ ដូរ ឈ្មោះ មិន កើត ទេ ខ្ញុំ ដឹង ថា អត់ ដូរ ឈ្មោះ ហ្នឹង បាទ ចេះ ថា ណា បងអូន អត់ ទាន់ មាន លទ្ធភាព ដែរ ទេ គ្រាន់ តែ ដើរ ផ្សព្វផ្សាយ ទូក ចេះ តែ ចូល រួម ផ្សព្វផ្សាយ ទៅ មិញ ឮ ថា អត់ ព្រម ដូរ ឈ្មោះ ចេះ បាទ ដូរ អត់ បាន ទេ ទូក បាទ បាទ យើង ត្រឡប់ ជា រួម មក វិញ នៅ ក្នុង វីដេអូ នេះ សម្រាប់ បងប្អូន ភូមិ វាល នៅ តែ បន្ត អំពាវនាវ ថា បើ សិន ជា មាន សប្បុរសជន ណា លោក ណា ដែល លោក ជា អ្នក មាន ធនធាន ហើយ លោក សប្បាយ ចិត្ត លោក ពេញ ចិត្ត ក្នុង ការ ចូល រួម ចំណែក លើក កម្ពស់ វិស័យ វប្បធម៌ ប្រពៃណី មួយ នេះ បាទ លើក ម្រាម ដៃ 10 ស្នើ សុំ ថា បាទ គូវែក ផង មិន អញ្ចឹង ហ៎ បាទ ហើយ មួយ ទៀត ជក់ ទៅ អត់ តន់ ចង់ បញ្ចប់ វីដេអូ មួយ ទៀត ខ្ញុំ ចង់ សួរ តែ ចេះ បង អា ពេល ដែល ទៅ ខ្ញុំ និយាយ ការ ពិត មួយ រយៈ ចុង ក្រោយ ហ្នឹង ខ្ញុំ ធ្លាប់ តាមដាន ទាំង ទូក 22 នាក់ ទាំង ទូក ខ្នាត វែង បាទ និយាយ ឲ្យ ស្មោះ ត្រង់ ទល់ មក គ្នា ពូ វែង អត់ សូវ កាក់កប ទេ មក ហឺ នឹង ចាញ់ បាទ ចាញ់ បាទ ប៉ុន្តែ សួរ កតា អី ខ្លះ ដែល ធ្វើ ឲ្យ បេះដូង អ្នក ស្រុក នឹង នៅ ជំរុញ ថា អូ យក ទៅ ខ្ញុំ គាំទ្រ កីឡាករ នឹង នៅ តែ មូមី សាមគ្គី គ្នា ទៅ កតា ស្អី ឆន្ទៈ បែប ណា បាន ជា បន្ត ឲ្យ ពូ វែង នៅ តែ បន្ត ឈរ ជើង ដល់ បច្ចុប្បន្ន ដោយសារ ក្នុង ភូមិ ហ្នឹង មាន អ្នក ដឹក នាំ គាត់ គាត់ ដឹក នាំ បាទ គាត់ ដឹក នាំ ជា កូន ជា ចៅ ល្អ បាទ គាត់ ជា មេ ដឹក នាំ ល្អ ដល់ ពេល គាត់ ឲ្យ តែ អ៊ំ ទូក គាត់ បង្កើត កម្មវិធី គាត់ ចេះ ដើរ គោះ កូន ចៅ ហើយ កូន ចៅ ហ្នឹង ក៏ អ្នក ស្រឡាញ់ ទូក ទៀត ឲ្យ តែ ថា អ៊ំ ទូក ទោះ លំបាក មិន ក៏ ត្រូវ តែ ទៅ អ៊ំ ដែរ ដឹង តែ គេ ទាំង ខ្ញុំ ដឹង តែ ទៅ ហើយ អត់ ឃ្លាន មាន ស៊ី ដឹង តែ ទៅ ដល់ ពេញ បាន អំណោយ ពី អស់ លោក ជំទាវ ណាណី គាត់ ឲ្យ អញ្ចឹង បាន លេង បាន ហើយ ជួន កាល វិច អង្គ ពី ហ្នឹង ទៅ ក៏ មាន ដែរ ទឹក សៀវ ទឹក អី អង្គ បាយ ត្រី សាច់ អស់ ភ្លើង យក ពី ហ្នឹង ទៅ ហើយ បាទ តម្រាំ តែ គេ អ៊ំ ជាប់ កម្មវិធី បុណ្យ ជាតិ បាន គេ ឲ្យ អំណោយ មក អា ហ្នឹង បាន ទុក យើង មាន ហូប ចុក វិញ បាទ នេះ បេះដូង ណា បង ណា បាទ ទៅ ហើយ ដឹង ឲ្យ តែ ថា ទុក អ៊ំ ទៅ ហើយ ពុំ វា គឺ អត់ ខាន ទេ មក វគ្គ នេះ បងប្អូន ទស្សនិកជន ជា ទី ស្រឡាញ់ យើង សូម បញ្ចប់ វគ្គ ទី 1 ត្រឹម នេះ ហើយ យើង នឹង បន្ត ទៅ កាន់ វគ្គ ទី 2 មួយ វគ្គ ទៀត សូម អរគុណ បាទ សូម អរគុណ បង បាទ